ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមយើងខ្ញុំនឹងធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋានធម្មជាតិមួយនៅលើភ្នំគូលែននិងទៅតំបន់ទេសចរប្រវត្តិសាស្ត្រគឺស្រះដំរីដំណើរកម្សាន្តរបស់ក្រុមយើងខ្ញុំទៅលើកនេះត្រូវប្រើរយៈពេល2យប់និង3ថ្ងៃហើយពួកយើងរងចាំគ្នានៅស្ថានីយ៍ប្រេងឥន្ធនៈម្ដុំព្រែកតាមាក់cũng phải chứ cũng là trek giờ phải trek on the loop point បន្ទាប់ពីបានជួមគ្នារួចហើយពួកយើងបានធ្វើដំណើរដោយឆ្លងកាត់ខេត្តកំពង់ធំនិងទៅត្រង់ផ្ទាល់រហូតដល់ស្ពានកំពង់ក្ដីដោយសារតែពេលវេលាយើងត្រូវធ្វើដំណើរវែងឆ្ងាយទៀតនោះយើងបានមកថតលេងនៅស្ពានកំពង់ក្ដីនេះបានតែបន្តិចទេដោយក្នុងនោះមានភ្ញៀវទេសចរជាច្រើនបានមកទស្សនាផងដែរហើយឥឡូវនេះយើងបានធ្វើដំណើរមកដល់ថ្មពួកខេត្តសៀមរាបហើយយើងចូលហាងកាហ្វេហូបអីនិងបត់ដៃបត់ជើងសម្រាប់បន្តិចទៀតbom thổ cái làm riêng mà đòi con xong đòi conបន្ទាប់ពីសម្រាកហើយនឹងបានទិញអាហារសម្រន់ខ្លះពួកយើងក៏បានធ្វើដំណើរឡើងទៅលើភ្នំគូលែនតាមផ្លូវបេតុងដែលគេបានធ្វើស្អាតរួចរាល់ហើយឥឡូវនេះយើងបានមកដល់វត្តមួយនៅលើភ្នំគូលែនដើម្បីមើលព្រះអាទិត្យរៀបលិចនិងមើលទេសភាពពីលើភ្នំទៅផងដែរឥឡូវនេះយើងធ្វើដំណើរបន្តទៀតទៅលើភ្នំគូលែននេះដែរដើម្បីទៅរកទីកន្លែងបោះតង់សម្រាប់នៅយប់ទី1ដែលទីកន្លែងសម្រាប់នៅយប់ទី1នេះគេហៅថាអន្លង់ចាបនៅតាមផ្លូវចូលទៅអន្លង់ចាបនេះផងដែរគឺសុទ្ធតែព្រៃខ្ពស់ហើយនឹងមានតំបន់ចំការរបស់អ្នកស្រុកផងដែរផ្លូវនេះមិនសូវជាមានអ្នកដែលពេញនិយមមកបោះតង់ប៉ុន្មានទេប៉ុន្តែដោយសារតែមានបងកាយនៅខាងមុខនេះគាត់ជូនមកទើបអាចពួកយើងបានមកដល់និងបោះតង់កម្សាន្តបាន
ទាប់ពីធ្វើដំណើរមួយសន្ទុះធំមកពួកយើងបានមកដល់ទីតាំងដែលយើងត្រូវបោះតង់នេះហើយនៅទីតាំងនេះនៅជិតចំការរបស់អ្នកស្រុកផងដែរហើយមានទឹកធ្លាក់ត្រជាក់ល្ហឹមល្ហៃដែលពួកយើងអាចអំណោយផលនៅក្នុងការបោះតង់ពេលយប់អូនតោចាន់ឲ្យទៀត Bây dắt đua lên tàu chân rồi nha. Tàu chân anh đua môi à. Áp đi ấy, tàu chân. Đưa một tàu chân. Áp chạy chín tàu chỉ chăm tàu chân đi. Chạm. Tàu chân. Bismillah, chín tàu chân này làm mấy. Là hai tay bật đuôi. Tàu chân. Tàu chân. Cái gì đây cái bé này? Tàu cái đất của dép Pika. Năng à. Thì chăm tàu chân sang lại áp châu.បន្ទាប់ពីបានមកដល់ទីតាំងដែលយើងកំណត់ហើយគ្នាយើងនាំគ្នាទម្លាក់អីវ៉ាន់ពីលើម៉ូតូនិងរៀបចំបោះតង់និងបងប្អូនខ្លះគាត់រៀបចំដើម្បីធ្វើម្ហូបអាហារសម្រាប់ហូបនៅយប់ទី1នេះហើយនេះគឺលោកគ្រូវត្តជាមេធីមនៃការធ្វើដំណើរកម្សាន្តមកសៀមរាបនេះនិងមានបងកាយឈ្មោះសុធាដែលគាត់មកជាមួយផងដែរគាត់សិតតែស្មាត់នៃការបោះតង់ដំណើរកម្សាន្តនៅក្នុងស្រុកខ្មែរយើងហើយនេះជាសកម្មភាពខ្លះៗដែលបងប្អូនទាំងអស់គ្នាគាត់ជួយគ្នាដើម្បីចម្អិនម្ហូបសម្រាប់ហូបពេលយប់ហើយបងប្អូនខ្លះទៀតគាត់ទៅរកអូសនិងបងប្អូនខ្លះទៀតទៅរៀបចំលាងចានឆ្នាំងដើម្បីស្រស់ស្រូបអាហារពេលយប់ទាំងអស់គ្នាហើយការជួបជុំគ្នាធ្វើម្ហូបនេះធ្វើឲ្យបរិយាកាសមានភាពរីករាយផងដែរបាទនេះគឺសមាជិកក្រុមយើងទាំងអស់គ្នាបងមួយបងកក្រមានោះគាត់ឈ្មោះប្រុសគាត់កែធ្វើម្ហូបតែចំណុចខ្សោយគាត់គឺខ្លាចខ្មោចនិងខ្លាចពេលយប់គាត់ឲ្យតែពេលយប់គាត់មិនហ៊ាននៅម្នាក់ឯងទេគាត់ចូលចិត្តនៅតែចិត្តគេចិត្តឯងហ្នឹងបើនៅម្នាក់ឯងគាត់មានអារម្មណ៍ញ័រដៃញ័រជើងពិបាកក្នុងការធ្វើម្ហូបឬក៏សម្រាកនៅពេលយប់ហើយម្នាក់ពាក់អាវវាស្លៀកពណ៌ខ្មៅនេះគាត់ឈ្មោះកែវគាត់ពូកែទុកដាក់គ្រឿងទេសនិងរបស់ហូបចុកនៅពេលយប់ជាពិសេស
ត្រីខទឹកស៊ីអ៊ីវនិងអំបិលប៊ីចេងចំណែកបងប្រុសដែលពាក់ពិលលើក្បាលនេះគាត់ឈ្មោះសុធាគាត់ជាកាយក្នុងការដឹកនាំមកសៀមរាបនេះហើយគាត់ស្គាល់តំបន់ព្រៃជើជាច្រើននៅក្នុងស្រុកខ្មែរដូចជាព្រៃគិរីរម្យឬក៏នៅក្នុងព្រៃអរ៉ាល់ជាដើមហើយចំណុចខ្លាំងរបស់គាត់នោះគឺគាត់ពូកែធ្វើម្ហូបផងដែរចំណែកម្នាក់ពាក់ខោខៀវនេះវិញគាត់ឈ្មោះលោកគ្រូមាសគាត់មិនសូវចេះធ្វើម្ហូបទេប៉ុន្តែគាត់បានជួយហាន់សាច់និងជួយបង្កាត់ភ្លើងជាដើមហើយគាត់ទៅដំណើរកម្សាន្តលើកណាក៏រៀងរ៉ោបដាក់ជាងគេដែរមើលតែជើងគាត់ទៅដឹងហើយទៅពេលណាក៏មានរបួសស្នាមនៅជាប់ជើងជាប់ដៃរហូតចំណែកបងពាក់អាយសលីទឹកក្រូចនេះវិញគឺឈ្មោះលោកគ្រូរតគាត់ជាមេធាវីនៃការធ្វើដំណើរកម្សាន្តរបស់ក្រុមយើងខ្ញុំហើយរាល់ដំណើរកម្សាន្តលើកណាគាត់ជាកាយនៅមុខនិងជាអ្នកជូនទៅជារឿយៗរំណាហើយយំមិនឲ្យអស់មកដងធ្វើទឹកម្ដងមួយស្អាតហើយមើលអាណាត់កូនthôiផងបន្ទាប់ពីបោះតង់នៅពេលយប់ហើយពួកយើងកំពុងរៀបចំស្រស់ស្រូបអាហារពេលព្រឹកនិងស្រោតចេញដំណើរទៅទីតាំងសាដំរីនៅលើភ្នំគូលែនបងមានអារម្មណ៍មិនមានគូយកឆ្កែទីឥឡូវចងតង់បែបចិត្តយើងវាអត់ចេះចងតង់លើក្រោយប្រាប់អូនរៀនណា
បន្ទាប់ពីជុំគ្នាហូបអាហារថ្ងៃត្រង់ហើយយើងចាប់ផ្ដើមចូលទៅតាមច្រកទៅស្រះដំរីនៅតាមផ្លូវនេះផងដែរយើងមិនអាចយករថយន្តចូលបានទេយើងអាចធ្វើដំណើរត្រឹមតែម៉ូតូកង់ឬក៏មធ្យោបាយរបស់អ្នកភូមិប៉ុណ្ណោះដែលអាចចូលមកតាមផ្លូវនេះបានឥឡូវនេះយើងឈប់សម្រាកបន្តិចដើម្បីចុះទស្សនាប្រាសាទដំរីក្រាបដែលនៅផ្លូវទៅស្រះដំរីនេះផងដែរនៅប្រាសាទនេះនៅរក្សាទ្រង់ទ្រាយដើមvà តាមបងនៅកន្លែងនោះគាត់ថាប្រាសាទនេះអាចសង់មុនសម័យអង្គរទៅទៀតឥឡូវនេះយើងធ្វើដំណើរបន្តទៀតដោយសារយើងស្រោតទៅឲ្យដល់ស្រះដំរីឲ្យរួចរាល់ដើម្បីយកពេលសម្រាកនិងទស្សនានៅស្រះដំរីដែលជាទីតាំងប្រវត្តិសាស្ត្រនៅលើភ្នំគូលែននេះផងដែរឥឡូវនេះយើងមកដល់ទីតាំងហើយយើងកំពុងតែរកកន្លែងចតម៉ូតូទុកឲ្យស្រួលបួនដើម្បីចុះទៅទស្សនាស្រះដំរីទាំងអស់គ្នាបាទនេះគឺជាទីតាំងរបស់ស្រះដំរីបើតាមប្រវត្តិសាស្ត្រស្រះដំរីនេះត្រូវបានកសាងឡើងនៅសតវត្សទី9ប្រហែលជានៅរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី2ហើយតំបន់នេះគឺជាផ្នែកមួយនៃតំបន់បុរាណរបស់ប្រទេសកម្ពុជាយើងផងដែរនៅជុំវិញស្រះដំរីនេះមានរូបសត្វជាច្រើននិងរូបមនុស្សផ្សេងផងដែរដែលបង្ហាញពីសិល្បៈខ្មែរបុរាណដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងបន្ទាប់ពីទស្សនាស្រះដំរីដែលជាកន្លែងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាយើងមកក្រុមយើងខ្ញុំនឹងធ្វើដំណើរទៅបោះតង់នៅយប់ទី2បន្ថែមទៀតនៅលើកំពូលភ្នំគូលែននេះតែម្ដងហើយតាមផ្លូវទៅបោះតង់នេះផងដែរគឺមានព្រៃក្រាស់ដែលមានទេសភាពស្អាតនិងត្រជាក់ឡំហៃផងដែរឥឡូវយើងឈានជិតដល់ទីតាំងដែលយើងត្រូវបោះតង់ហើយនៅក្នុងតំបន់នេះមិនសូវសម្បូរទឹកទេព្រោះនៅលើកំពូលភ្នំមានតែថ្មនិងព្រៃរដែករដុបប៉ុន្តែយើងព្យាយាមទ
ទៅរកទីតាំងដែលមានទឹកដើម្បីបោះតង់ ơi ចាំបោះតង់រួចយើងក៏ចាប់ដើមរៀបចំធ្វើម្ហូបនិងថតទេសភាពទៅលើកំពូលភ្នំនេះដើម្បីទស្សនាជាអនុស្សាវរីយ៍នៃការធ្វើការកម្សាន្តបោះតង់ផងដែរ បន្ទាប់ពីបោះតង់នៅលើភ្នំរួចយើងក៏រៀបចំធ្វើដំណើរទៅផ្ទះវិញប៉ុន្តែតាមផ្លូវធ្វើដំណើរទៅផ្ទះនេះយើងជិះកាត់ក្រុងអង្គរដែលជាបេះដូងនៃខេត្តសៀមរាបដើម្បីទស្សនាប្រាង្គប្រាសាទរបស់បុព្វបុរសយើងនិងជិះចូលក្រុងដើម្បីឆ្ពោះទៅកាន់ទឹកដីភ្នំពេញនិងទៅផ្ទះរៀងៗខ្លួន បាទសម្រាប់វីដេអូដំណើរកម្សាន្តរបស់យើងនេះបានចប់ត្រឹមតែប៉ុណ្ណេះហើយពួកយើងនឹងមានវីដេអូដំណើរកម្សាន្តផ្សេងៗទៀតបន្តបន្ទាប់នៅក្នុង Channel នេះផងដែរសូមអរគុណ